ចាសួស្តីបងប្អូនទាំងអស់គ្នាតោះទៅធ្វើសាច់ជ្រូកអាំងញ៉ាំទាំងអស់គ្នាសាច់ជ្រូកនេះគឺមានលក្ខណៈស្តៀងប្រហិតបន្តិចចឹងណាវាសាច់ជ្រូកច្រាមតែអត់ច្រាមម៉ត់ទេគ្រាន់តែច្រាមតូចល្មមហើយយកទៅធ្វើជាដុំចេះហើយទៅមើលពីវិធីធ្វើទាំងអស់គ្នាចាជាដំបូងនេះគឺខ្ញុំមានសាច់ជ្រូកមួយដុំចាមួយដុំហ្នឹងទិញមកអស់ជា$11បងប្អូនហើយសាច់បានច្រើនហើយយកសាច់ស្មើមុខកន្លែងហ្នឹងបានវាមានសាច់ចតះខ្លាញ់ស្ទាប់ខ្លាញ់នៅក្នុងហ្នឹងហើយស្រាប់យើងមិនបាច់ហាន់ខ្លាញ់ដាក់ខាងក្រៅទេព្រោះអីកុំឲ្យវាខ្លាញ់ច្រើនពេកអញ្ចឹងណាហើយពេលដែលហាន់រួចហ្នឹងហាន់ទូយកមកដាក់អញ្ចឹងបងប្អូននេះខ្ញុំយកលបាយវាប៉ុន្តែអត់ចង់ឲ្យវាម៉ត់ពេកឲ្យនៅឃើញដុំអញ្ចឹងរបៀបយើងហាន់ដូចធ្វើសាច់ក្រកអញ្ចឹងស្តៀងគ្នាចាទំហំអីហ្នឹងវាអាចខុសត្រូវគ្នាតិចតួចអញ្ចឹងណាហើយជាដំបូងហ្នឹងគឺថាយើងយកមកសាច់ហ្នឹងប្រឡាក់ដោយតែយើងប្រឡាក់អាំងអីចឹងបងប្អូនគ្រឿងក្រៅនេះដូចខ្ញុំមានដាក់ម្រេចដាក់ខ្ទឹមសស្ករទឹក oyster បន្តិចទៅចាទឹកប្រេងខ្យងហ្នឹងណាហើយខ្ញុំលួចទឹកត្រីបន្តិចផងហើយពីសំខាន់គឺត្រូវដាក់ប្រេងឆាព្រោះអីកុំឲ្យសាច់ហ្នឹងវាស្ងួតណាចាហើយនេះគឺជាម្សៅឆាបន្ថែមម្សៅឆាមួយស្លាបព្រា2ទៅដើម្បីឲ្យសាច់ហ្នឹងវាស្អិតជាប់គ្នាពេលណាដែលយើងយកទៅពូតធ្វើជាដុំហ្នឹងវាអត់ល្បេះពីគ្នាចាហើយដូចគ្រឿងនេះបងប្អូនអាចដាក់តាមការចូលចិត្តទេព្រោះហ្នឹងគ្រាន់តែជាការប្រឡាក់សាច់ធម្មតាហើយខ្ញុំមានផ្លែកបន្តិចហ្នឹងគឺខ្ញុំដូចដាក់ផ្កាច័ន្ទចាអាពុយកាក់យើងហ្នឹងទៅជាម្សៅហើយដើម្បីឲ្យវាមានជាតិឈ្ងុយបន្តិចស្តៀងធ្វើសាច់ក្រកដែរចាប៉ុន្តែខ្ញុំអត់មានប្រើស្រាសាច់ក្រកទេតែបើបងប្អូនអាចចង់ដាក់ទេដាក់ស្រាទឹកខ្មេះយើងណាទឹកខ្មេះសយើងហ្នឹងយើងអាចដាក់បន្តិចដែរបានព្រោះអីហ្នឹងក៏វាជួយកាត់ក្លិនឆ្អាបដែរហើយដល់ពេលយើងលាយគ្រឿងអស់នឹងសំល្មមហើយបងប្អូនយកមកខ្ចប់នៅក្នុងថង់ចេះមកអាថង់សម្រាប់រុំម្ហូបយើងហ្នឹងខ្ចប់វាម្ដុំតាមតែបងប្អូនចូលចិត្តចឹងទៅទំហំប៉ុណ្ណាចឹងណារួចហើយយើងយកដាក់នៅក្នុងចានតម្រៀបវាទុកទៅហើយខាងនេះវិញគឺខ្ញុំយកមកធ្វើឆាស៊ីវហ្នឹងមួយផ្នែកទៀតចាសាច់មកដុំធំវិញហ្នឹងធ្វើបានសាច់3ចាននេះបងប្អូនបានច្រើនណាហើយសាច់ដែលយើងប្រើអត់អស់ម្ដងអញ្ចឹងយើងអាចដាក់ក្នុងទូកកហើយពេលណាដែលយើងត្រូវការញ៉ាំយើងអាចយកមកដាក់អាំងយកតែម្ដងនេះខ្ញុំប្រើ air fry បងប្អូនហើយមើលអាំងឲ្យតំណងមែនតែនសាច់ហ្នឹងគឺវាអត់ស្ងួតទេគឺថាមានសំណើមហើយទន់ល្អមែនតែនចាត្រូវនឹងម្សៅឆាផងអញ្ចឹងណាអាចញ៉ាំជាមួយអីក៏បានដែរបងប្អូន